សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកន្លឹះពីរចំណុចដែលចង់ចែករំលែកសម្រាប់បងប្អូនដែលប្រើប្រាស់ Facebook កន្លឹះទី1បងប្អូនទាំងអស់គ្នាធ្វើការប្រើប្រាស់នៅ Facebook តែនៅពេលដែលបងប្អូនចង់ធ្វើការមើលវីដេអូណាមួយគឺវាអត់ play auto អញ្ចឹងបងប្អូនគឺរបៀបហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំនឹងបង្ហាញពីរបៀបនៃការដាក់ auto play នៅលើ Facebook របស់បងប្អូនដែលយើងដាក់ auto play ហ្នឹងមានន័យថានៅពេលដែលយើង scroll ឬក៏អូសវីដេអូគឺវារាល់វីដេអូទាំងអស់គឺវា auto អញ្ចឹងណាអញ្ចឹងឧទាហរណ៍ខ្ញុំចូលដល់កន្លែងនេះអញ្ចឹងបងប្អូនចង់មើលវីដេអូមួយហ្នឹងបងប្អូនអត់ដាក់ auto play ទេគឺត្រូវតែចុច play នៅលើវីដេអូមួយហ្នឹងអញ្ចឹងណាហ្នឹងហើយគឺត្រូវតែ play អញ្ចឹងតែយើងអាចធ្វើការដាក់ auto play តែម្ដងនៅពេលដែលបងប្អូនចូលមកកាន់ Facebook គឺយើងគ្រាន់តែ scroll អញ្ចឹងគឺវីដេអូនៅក្នុង new feed ហ្នឹងគឺវាលេងគឺវា play វាឲ្យយើងមើលតែម្ដងអញ្ចឹងណាហើយចំណុចទី2គឺរបៀបនៃការប្រើប្រាស់ Facebook គឺ Facebook របស់បងប្អូននៅពេលដែលអូសយើងទៅរឿង slow រៀងគៀងរឿងដើរយឺតពេលខ្លះបងប្អូនគិតថាវាជាទូរស័ព្ទដៃរបស់បងប្អូនដែលប្រើយូរទៅវាអត់សូវដំណើរការល្អអត់សូវ smooth អញ្ចឹងណាមែនតើទៅវាអាចបូកផ្សំជាមួយនឹងការមិនបានធ្វើការ clear data នៅក្នុង Facebook បងប្អូនធ្វើការប្រើប្រាស់យូរដែរតែមិនដែលធ្វើការ clear នៅ data នៃ Facebook អញ្ចឹងខ្ញុំនឹងប្រាប់ពីកន្លឹះហ្នឹងអញ្ចឹងកន្លឹះទី1បងប្អូនអ្នកគ្នាចង់ឲ្យវីដេអូនៅក្នុង Facebook យើងនេះauto play អញ្ចឹងបងប្អូនចុចតាមខ្ញុំមកបងប្អូនចុចកន្លែងសញ្ញា profile នេះហើយបន្តមកទៀតបងប្អូនអូស scroll ឡើងទៅលើបងប្អូនអ្នកគ្នាចុចយកពាក្យថា setting and privacy កន្លែងនេះហើយចុចយកពាក្យថា setting ម្ដងទៀតខាងលើអូខេបន្តមកទៀតបងប្អូន scroll ឡើងទៅលើមកបងប្អូនចុចកន្លែងពាក្យថា media ហើយបន្តមកទៀតបងប្អូនចុចកន្លែងមានខាងលើនេះមានពាក្យថា auto play អញ្ចឹងបងប្អូនយកពាក្យខាងក្រោមយើងបើក text កន្លែង on mobile data and wifi កន្លែងហ្នឹងណាអូខេអញ្ចឹងយើងត្រឡប់ទៅកាន់Facebook យើងដើមវិញតែយើងចូលទៅមើលវីដេអូទាំងអស់តើវា auto play ដែរឬអត់អូខេអញ្ចឹងខ្ញុំចុចកន្លែងនេះហើយខ្ញុំចុចកន្លែងវីដេអូនេះណាអូខេអញ្ចឹងវា auto play បងប្អូនណាអញ្ចឹងបងប្អូនមិនបាច់ធ្វើការចុច play ដោយដៃទេគឺយើងគ្រាន់តែ scroll អូគឺវា auto play តែម្ដងហ្នឹងកន្លឹះទី1អញ្ចឹងកន្លឹះទី2របៀបនៃការ clear data ធ្វើឲ្យFacebook របស់យើងដំណើរការល្អអត់ទាក់ឲ្យវា smooth ល្អហ្នឹងបងប្អូនចុចតាមខ្ញុំមកចុចកន្លែង profile យើងដដែលនេះខ្ញុំបង្ហាញនៅលើប្រតិបត្តិការAndroid ណាបងប្អូនអនុវត្តនៅលើទូរស័ព្ទដៃ iPhone ដែលជាប្រតិបត្តិការ iOS គឺវាអត់ស្អីខុសគ្នាទេបងប្អូនចូលដូចខ្ញុំបង្ហាញអនុវត្តទៅតាមខ្ញុំបង្ហាញអញ្ចឹងទៅគាត់នៅវាខុសគ្នាតិចតិចរបៀបនៃការធ្វើគឺដូចតែគ្នាទេរៀងស្តីគ្នាទេអូខេអញ្ចឹងខ្ញុំចុចយក setting ដដែលហើយបងប្អូន scroll ឡើងទៅលើមកតមកទៀតបងប្អូនស្វែងរកពាក្យថា browser ណាកន្លែងនេះអញ្ចឹងបងប្អូនចុចកន្លែងនេះកន្លែងពាក្យថា clear នេះមកហើយបងប្អូនចុចយកពាក្យថា clear ម្ដងទៀតអូខេតែប៉ុណ្្នឹងមកបានបងប្អូនណានេះគឺជារបៀបនៃការ clear data ឬក៏ clear គេហៅថាកាកសំណល់ពី browser ផ្សេងឬក៏ពីការប្រើប្រាស់ផ្សេងនៅក្នុង Facebook របស់យើងហ្នឹងគឺវាសម្អាតឲ្យFacebook របស់បងប្អូនដើរលឿនជាងមុនអញ្ចឹងណាគឺវាអត់ស្ពឹកទេគឺវារៀងដំណើរការប្រសើរជាងមុនអញ្ចឹងទៅអញ្ចឹងពីកន្លឹះនេះគឺខ្ញុំបង្ហាញបងប្អូនតែប៉ុណ្្នឹងទេទី1គឺរបៀបនៃការដាក់ auto play នៅលើ Facebook ទី2គឺរបៀបនៃការសម្អាតកាកសំណល់ផ្សេងនៅលើ browser នៅក្នុង Facebook របស់យើងតែម្ដងអញ្ចឹងអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូរបស់ខ្ញុំមួយនេះពីដើមដល់ចប់បើគិតថាវីដេអូរបស់ខ្ញុំមួយនេះមានប្រយោជន៍កុំភ្លេចfollow page ឬក៏ subscribe channel YouTube របស់ខ្ញុំម្នាក់មួយនឹងទទួលបានវីដេអូគន្លឹះថ្មីៗទៀតណាអរគុណជម្រាបលាបាយបាយ